កុំតន់អូវីដេអូនេះរំលងទៅណាអាហារូបករណ៍ 50% សម្រាប់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះមិនមនីមជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិហើយនៅថ្ងៃនេះខ្ញុំមានដំណឹងល្អសម្រាប់និស្សិតដែលចប់បរិញ្ញាបត្រហើយចង់បន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឥឡូវនេះនៅសាកលវិទ្យាល័យអន្តរជាតិនិងគ្រប់សាខានៃសាកលវិទ្យាល័យអន្តរជាតិនឹងមានការផ្តល់ជូនអាហារូបករណ៍រហូតដល់ 50% សម្រាប់ជំនាញគណនេយ្យជំនាញគ្រប់គ្រងជំនាញហិរញ្ញវត្ថុនិងធនាគារជំនាញនីតិសាស្ត្រជំនាញវិទ្យាសាស្ត្រនយោបាយជំនាញរដ្ឋបាលសាធារណៈជំនាញសេដ្ឋកិច្ចនិងជំនាញទំនាក់ទំនងអន្តរជាតិការបរិច្ឆេទថ្ងៃចូលរៀនវគ្គសៅរ៍អាទិត្យនៅថ្ងៃទី7ខែមីនាឆ្នាំ2026និងវគ្គច័ន្ទសុក្រពេលយប់ថ្ងៃទី9ខែមីនាឆ្នាំ2026ខាងមុខនេះសម្រាប់ព័ត៌មានលម្អិតអាចមកសាកសួរព័ត៌មានផ្ទាល់នៅសាកលវិទ្យាល័យអន្តរជាតិនិងគ្រប់សាខានៃសាកលវិទ្យាល័យអន្តរជាតិក៏បានឬទាក់ទងតាមរយៈ Facebook Page របស់សាកលវិទ្យាល័យអន្តរជាតិក៏បានផងដែរកុំភ្លេចណារួចរាល់មកចុះឈ្មោះនៅសាកលវិទ្យាល័យអន្តរជាតិនិងគ្រប់សាខានៃសាកលវិទ្យាល័យអន្តរជាតិទាំងអស់គ្នាកុំឲ្យឱកាសដ៏ល្អនេះកន្លងផុត